ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងធ្វើបាតកម្មជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដាក់ជាតិដើម្បីទាមទារទឹកដីខ្មែរមកវិញនៅកូរ៉េខាងត្បូងទីក្រុងសេអ៊ូលថ្ងៃនេះយើងឃើញពួកគាត់ទៅជុំគ្នាទៅតវ៉ាលើកបដាសារដ៏សាមញ្ញបំផុតដែលគាត់ទៅធ្វើបាតកម្មនេះគឺពលករខ្មែរនៅស្រុកកូរ៉េនេះគាត់ធ្វើជំរុញឲ្យរដ្ឋាភិបាលដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិគឺ ICC និង ICJ ចុះអាភ័ព្វអីក៏អាភ័ព្វម៉េចប្រជាពលរដ្ឋខ្មែរយើងអារឿងគេរំលោភបំពានយើងគេវាយយើងបាក់ថ្មិញអ្នករងគ្រោះបាក់ថ្មិញអស់ពីមាត់គេលួចទ្រព្យសម្បត្តិអស់ទៀតអត់ព្រមប្តឹងមកឲ្យអ្នកចិត្តខាងគ្នានាំគ្នាធ្វើបាតកម្មដើម្បីសុំវរឲ្យនាំគ្នាប្តឹងទៅហើយដើម្បីឲ្យគេសងយើងវិញហីសុំវរអ្នកផ្ទះនោះគេថាអត់ទេយើងដោះស្រាយចរចាសិនអត់មានមកវរអីទេបាក់ថ្មិញបាក់អីគេលួចមែនប៉ុន្តែតិចទៀតទៅគេអាចឲ្យមកវិញអាថ្មិញហ្នឹងតិចទៅវាដោះមកវិញអញ្ចឹងស្រាយសិនខ្លាចគេវាយបាក់ថែមអស់មួយក្រាស់ទៀតហើយអញ្ចឹងគ្នាអ្នកចិត្តខាងថាអត់ទេបើយើងមិនព្រមប្តឹងគេអញ្ចឹងយើងមិនបានអីមកវិញទេសុំវរខ្ញុំវាថាំចិត្តដែរព្រោះស្រឡាញ់គ្នាយើងអ្នកចិត្តប្តឹងអត់ប្តឹងឥឡូវចូលដល់ធរហ្នឹងឯងអ្នកនៅកូរ៉េហ្នឹងគ្នាខំប្រឹងអញ្ចឹងបាតកម្មសុំឲ្យតឡាសុំឲ្យកម្ពុជាវរកម្ពុជាប្តឹងដើម្បីបានដីខ្មែរមកវិញសហគិតមើលតែយើងកំសត់ប៉ុណ្ណាបងប្អូននេះបង្ហាញថាកម្ពុជាអស់មានអីពឹងហើយប្រជាពលរដ្ឋខ្មែរអស់អីពឹងអាលីងមកព្រោះយើងសង្ឃឹមលើរដ្ឋាភិបាលហើយរដ្ឋាភិបាលអត់ធ្វើដើម្បីយើងអញ្ចឹងមានតែបាតកម្មសុំអង្វរឲ្យគាត់ប្តឹងទៅហើយចាំមានអីទៅធ្វើកើតបើនៅស្រុកខ្មែរអត់មានគណៈបកប្រឆាំងដែលបោះឆ្នោតទៅដើម្បីកោះហៅនាយករដ្ឋមន្ត្រីកោះហៅរដ្ឋមន្ត្រីអីមកបំភ្លឺហេតុអីបានអត់ប្តឹងឬក៏យ៉ាងហោចណាស់គណៈបកប្រឆាំងនៅស្រុកខ្មែរដាក់ប្តឹងខ្លួនឯងឥឡូវវាអត់មានកឹងសំលេងនៅបន្តិចបន្តួចកវែកកឆ្នាំងតែហ៊ានអញ៉ៃហ្នឹងគេរំលាយចោលទៀតយល់ទេថាជ្រៀតជ្រែកកិច្ចការនយោបាយស្អីហ្នឹងគេចាប់ដាក់គុករំលាយចោលទៀតអញ្ចឹងគ្នាអត់មានធ្វើអីទាំងអស់បាទអញ្ចឹងឃើញក្រុមបាតកោហ្នឹងហើយខ្ញុំក៏សរសើរក្រុមខ្មែរយើងប្រជាពលរដ្ឋខ្មែរយើងនៅទីក្រុងសេអ៊ូលមិនតែបណ្ដាលចោលខ្មែរបងប្អូនខ្ញុំអានេះហើយដែលជាការលើកទឹកចិត្តឲ្យខ្ញុំចេះតែបន្តបងប្អូនយុវជនខ្មែរយើងដូចនៅកូរ៉េអញ្ចឹងអត់ដែលអ្នកណាសបាយផាធីជប់លៀងស្រាបៀអីណាប៉ោឡាយអីតែគេតែខ្លួនឯងហ្នឹងទាំងភ្លៀងទាំងអីទាំងថ្ងៃក្តៅហ្នឹងក៏ទៅបាតកម្មដើម្បីឲ្យប្តឹងទៅបានដីមកយើងវិញដើម្បីឲ្យគេសងយើងវិញដើម្បីយកថៃទៅផ្ដំទាទោសហើយក្នុងពេលហ្នឹងក៏លើកបដាឲ្យគេដោះទោសមនសិការចលនាមេដាធម្មជាតិទាំង5នាក់សុនស្រនឬក៏ស្អីហ្នឹងគឺថាគាត់គិតគូររហូតនេះហ่ะគឺជាក្តីសង្ឃឹមបើសិនជាយុវជនជាមេដឹកនាំប្រទេសឬក៏ជាអ្នកគ្រប់គ្រងក្រសួងមន្ទីរណាមួយមិនដឹងប្រជាពលរដ្ឋខ្មែរមានភ័ព្វវាសនាប៉ុណ្ណាទេបងប្អូនតែអកុសលអញ្ចឹងណាបាទឥឡូវចូលដល់រឿងរដ្ឋាភិបាលថៃឯនោះវិញប្រតិកម្មតបទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរឿងជនភៀសសឹកនិងពលករចំណាក់ស្រុកខ្មែរថៃគេឡងមកវិញហើយបងប្អូនគេតបហើយព្រោះអីប្រហែលថ្ងៃនេះពេលដែលលោក Thomas Andrews គាត់និយាយពីរឿងព្រំដែនអូរដ្ឋាភិបាលកម្ពុជាសប្បាយចិត្តខ្ញុំក៏សប្បាយចិត្តជំនួសរដ្ឋាភិបាលកម្ពុជាយើងដែរព្រោះអីលោក Thomas Andrews គឺរបាយការណ៍គាត់ពីជនភៀសសឹកហ្នឹងគឺរឹងមាំខ្លាំងមែនតើនេះគឺជាជំនាញឯកទេសនៃអ្នកសរសេរភស្តុតាងនិងឯកសារដើម្បីឲ្យឈ្នះក្តីគឺគាត់និយាយរៀបរាប់ពីទឹកសោកគាត់និយាយអំពីក្មេងៗតម្រង់ជួរគ្នាដើម្បីអាហារពេលព្រឹកដែលផ្ដល់ដោយអង្គការស្បៀងអាហារពិភពលោកដើម្បីចែកជូននៅអាភូមិរងចាំកន្លែងតំបន់ជនភៀសសឹកកំសត់ទេបងប្អូនម៉ោងហ្នឹងកាន់ចានដើម្បីអាហារពេលព្រឹកដូចសម័យខ្មែរក្រហមសុំស្បៀងនៅជំរំភៀសសឹកអីចឹង50ឆ្នាំមុនណា powerful មានឥទ្ធិពលមែនតើយើងស្ដាប់មកអ្នកនៅអាមេរិកក៏ដូចនៅស្រុកណាដែរស្ដាប់មកងាប់ក្មេងៗស្រុកនេះគេកំពុងលេងគប់ងណាលេង AI លេងជីស្គីជីស្អីស្អីឡានប៉ណ្ណាំងអីអស់ហើយចុងក្មេងនៅខ្មែរកំពុងកាន់ចានដើម្បីសុំបាយកំសត់យ៉ាងណាលោកហេតុអីបានជាអញ្ចឹងគឺដោយសារចំនួនព្រំដែននេះឃើញខ្លាំងហ្នឹងរឿងរបាយការណ៍គាត់នេះគឺថាអស្ចារ្យមែនតើហើយដល់ពេលរំលេចហើយគាត់ថាទៅមើលឃើញផ្ទះប្រជាពលរដ្ឋធ្លុះធ្លាយអស់ត្រូវគ្រាប់សោះអីចឹងទៅបោះបង់ចោលអត់មានដាក់បលាលួសដាក់កុងតឺន័រនៅក្បែរហ្នឹងមានគ្រាប់មិនទាន់ផ្ទុះមកគ្រាប់ធំធ្លាក់នៅក្បែរហ្នឹងដែលបង្ហាញថាជាគ្រាប់បែករបស់ទាហានថៃដែលគេមកទម្លាក់អីចឹងទៅហើយប្រជាពលរដ្ឋអត់អាចវិលទៅលំនៅឋានបានវិញគាត់មកយំស្រែកសួលប្រាប់មកថាតើឲ្យគាត់រស់នៅដល់ពេលណាជីវភាពខ្វះខាតសាលារៀនមន្ទីរពេទ្យសេវាសុខភាពសាធារណៈទឹកភ្លើងអូយអនាម័យអីរស់នៅពិបាកវេទនាបាត់រស់នៅប្រចាំថ្ងៃហ្នឹងក៏មិនអាចរកទទួលទានអីបានឃើញគាត់ប្រកែបងប្អូនប្រកែមែនតើ
យើងស្ដាប់មកស្រក់ទឹកភ្នែកថាត្រូវចាក់ហើយទៀមទាឲ្យរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលខ្មែរនឹងគឺត្រូវតាដោះស្រាយបញ្ហាព្រំដែននឹងឲ្យគោរពតាមបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025នឹងឲ្យខាងតែបានដោយសារតែរឿងនេះគឺជារឿងដែលកិច្ចព្រមព្រៀងជាមួយគ្នាហើយរឿងសិទ្ធិមនុស្សមិនមែនតែសិទ្ធិមនុស្សអន្តរជាតិមានច្បាប់អន្តរជាតិការពារអញ្ចឹងទៅត្រូវតែឲ្យគាត់មានសិទ្ធិទៅវិលលំនៅឋានវិញឲ្យឆាប់តាមដែលអាចធ្វើទៅបានគឺរំនៅឋានហ្នឹងគឺមិនអាចចូលបានមានប្រជាពលរដ្ឋជនភៀសសឹក 20000 នាក់ជាងដែលនៅអត់ទាន់វិលទៅនៅឡើយអីលាក់នឹងលាក់គឺថាពិភពលោកផ្អើលស្ដាប់រឿងហ្នឹងលោកហ៊ុនម៉ាណែតនិយាយប្រមាណក៏គ្មានអ្នកណាស្ដាប់ដែរលោកសុនចន្ទថុលអ្នកស្រីចោមនិមលឬក៏អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានិយាយទៅកោកសឹកមាត់តដោកឆ្អែតតពោះកបីគ្មានអ្នកណាស្ដាប់ទេក៏ប៉ុន្តែអ្នករាយការណ៍អង្គការសហប្រជាជាតិនេះនិយាយមកហ្នឹងអត់មានខុសអីពីលោកហ៊ុនម៉ាណែតនិយាយអត់មានខុសអីពីលោកសុនចន្ទថុលនិយាយអត់មានខុសអីពីលោកប៉ែនបូណានិយាយអត់មានខុសអីពីលោកកែវរ៉េមីនិយាយមានតែនិយាយតិចជាងអ្នកទាំងនោះផងតែគេដាក់ចំគោលដៅហើយជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទៀតគឺដាក់ទៅក៏ក្រើកពេញពិភពលោកហ្មងអ្នកណាក៏ស្ដាប់ដែរហើយអ្នកដែលឈឺចាប់ជាងគេគឺជនជាតិថៃនិងរដ្ឋាភិបាលថៃហេតុអីបានឈឺចាប់គឺគាត់ចោទប្រកាន់អ្នកដែលរាយការណ៍ពិសេសនេះថាលំអៀងនេះអានេះល្អសើចហើយបងប្អូននិយាយទៅគឺដូចបៃលុកបៃឡអញ្ចឹងពេលខ្លះយើងគិតថាល្អលេងដែរតើនេះបងប្អូនមានចាំទេនៅស្រុកខ្មែរម៉ោងណាក៏ដូចម៉ោងណាឆ្នាំណាក៏ដូចឆ្នាំណាដែរឲ្យតែអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិតាំងពីលោកណែយ៉ាសហ្គៃសូរិយាស៊ូប៊ីឌីរ៉ូណាស្មីតវិទិតមន្តភ័ណ្ឌឥឡូវចូលដល់លោក Thomas Andrew កាលពី4នាក់មុនឆ្នាំណាក៏ដូចឆ្នាំណាដែរឲ្យតែរាយការណ៍អីពីរឿងស្រុកខ្មែររំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជានឹងថ្កោលទោសនឹងចាត់ទុកថាអ្នកនេះគឺជាទេសចរពួកនយោបាយគ្រប់គ្រងបកប្រឆាំងលំអៀងមិនស្អីណាយកព័ត៌មានមកជ្រុងគាត់និយាយចឹងរហូតមកនឹងរដ្ឋាភិបាលកម្ពុជាយើងលឺឡើងស៊ាំតិចពួកប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាដល់តែឥឡូវលោក Thomas Andrews គាត់រាយការណ៍រឿងជនភៀសសឹកហាក់បីដូចជាធ្ងន់បន្តិចទៅលើថៃព្រោះអីថៃអ្នកតម្លាក់គ្រាប់អ្នកឈ្លានពានអ្នកយកដីខ្មែរឥឡូវអ្នកដែលរិះគន់លោក Thomas Andrews គឺរដ្ឋាភិបាលថៃតើខុសគ្នាអីពីរដ្ឋាភិបាលខ្មែរកាលយើងធ្លាប់រិះគន់អ្នករាយការណ៍ពិសេសថ្មយោមកហើយខ្ញុំមិនខ្វល់រឿងគាត់រិះគន់អីឥឡូវយើងមើលថៃវិញតោះគាត់រិះគន់អីថាម៉េចថៃគេរិះគន់លោក Thomas Andrews គឺស្រោះគ្នាបន្ទប់ស្ថានភាពគេទៅបន្ទប់ស្ថានភាពទៅរដ្ឋមន្ត្រីក្រសួងការពារនៃរដ្ឋមន្ត្រីក្រសួងការបរទេសគឺលោកស៊ីហស័កភួងកេតកៅទៅស៊ីហស័កភួងកេតកៅរដ្ឋាភិបាលថៃទៅរដ្ឋាភិបាលថៃគឺក្នុងនាមជារដ្ឋាភិបាលតែម្ដងគឺចេញសេចក្តីថ្លែងការណ៍រួមគ្នាហើយដូចគ្នាគឺរករឿងលោក Thomas Andrew រឿងនិយាយពីជនភៀសសឹកនេះគេថារបាយការណ៍នឹងលំអៀងយកតែមួយខាងមិនមកសួរថៃសិនហើយបន្លឺផ្សព្វផ្សាយព័ត៌មានមិនពិតមិនមើលកិច្ចព្រមព្រៀងនៃបទឈប់បាញ់ដែលគេចែងថាម៉េចហើយមិនមើលប្រវត្តិសាស្ត្រថៃនិងខ្មែរនឹងរឿងព្រំដែនភូមិព្រៃច័ន្ទភូមិជោគជ័យនឹងយ៉ាងម៉េចគេថាចេះតែយកព័ត៌មានមួយខាងកេងចំណេញនយោបាយនឹងថៃគេថាអញ្ចឹងហើយដឹងគេរៀបរាប់ថាម៉េចទេគេដាក់ភ្លាមគេនិយាយពីរឿងជនភៀសសឹកគេថាជនភៀសសឹកខ្មែរយើងណានៅតំបន់ភូមិព្រៃច័ន្ទភូមិជោគជ័យនេះណាគឺជាជនភៀសសឹកដែលទៅនៅដីថៃតាំងតែពី50ឆ្នាំ40ឆ្នាំមុននេះគេនិយាយចឹងបងប្អូនតិចថាមួងណារ៉េតនៅខាងថៃណាមួងណារ៉េតនិយាយអំពីអ្វីដែលថៃនិយាយហើយកុំទៅរវល់ដោយក្រុមឆ្កែឈួតនឹងចេះជេរមួងណារ៉េតថៃគេនិយាយចឹងហើយខ្ញុំប្រាប់ម្ដងទៀតណាបងប្អូនបើចង់ឈ្នះថៃដាក់ព័ត៌មានថៃឲ្យជុំបើចង់ឈ្នះសត្រូវត្រូវឲ្យដឹងថាសត្រូវខ្លាំងអីខ្លាក់ខ្សោយអីកុំដោយសារតែចង់ឈ្នះគេហើយមកបំផោងព័ត៌មានទៅថាគេលលាយខ្សលហើយទៅថាគេដេកដួលហើយទាំងគេកំពុងតែកើនឡើងនេះហើយយើងស្លាប់ហ្មងយើងនឹងដេកនៅក្នុងអង្កែបក្នុងដងចាញ់ទៅគឺគេសម្លាប់យើងចោលអស់អត់ទេណាបងប្អូនកុំចាញ់បោកឃោសនារបស់ពួកក្រុមអមយធម្មគណៈបព្វជិជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាដែលថាអ្នកណាផ្សាយព័ត៌មានអំពីថៃគឺអ្នកនោះឯងគឺជាអ្នកក្បត់ជាតិហើយកាន់ជើងថៃអត់ទេខ្ញុំនឹងសរសើរអ្នកឲ្យស្លាប់ខ្ញុំនឹងបង្អាប់អ្នកឲ្យរស់ដោយសារតែខ្ញុំអត់ឲ្យជាតិនេះស្លាប់ទេអញ្ចឹងយើងត្រូវដាក់ព័ត៌មានថៃឲ្យជុំថៃគេនិយាយអីហើយចាំយើងរកវិធីសក់ទៅថៃវិញថៃគេនិយាយថាដីនៅតំបន់នងច័ន្ទឬក៏ព្រៃច័ន្ទនិងភូមិជោគជ័យថៃគេប្រែនងច័ន្ទបាននងច័ន្ទគេថាដីនេះណាគេឲ្យខ្មែរយើងនៅយូរហើយតាំងពីសម័យសង្គ្រាម
ជាមួយខ្មែរក្រហមដោយសារតែគេមានចិត្តមនុស្សធម៌គេមិនមែនថាមិនឲ្យតំបន់តែនងច័ន្ទនិងតំបន់ជោគជ័យនិងព្រៃច័ន្ទនឹងទេគេឲ្យតំបន់នៅជំរំច្រើនណាស់ដែលជាដីរបស់ថៃឲ្យខ្មែរនៅក៏ប៉ុន្តែតំបន់នេះជាពិសេសគឺខ្មែរអត់ព្រមចេញហើយគេដេញប្រមាណដងក៏ខ្មែរអត់ចាញ់ដែររហូតទៅជាភូមិឋាននៅរស់នៅកើតកូនពូនជាចៅគេមិនអាចនឹងទៀមទាបណ្ដេញបានឥឡូវដល់ពេលគេទៀមទាយកដីរបស់គេមកបានហើយដោយសារកងទ័ពគេរឹងមាំគឺគេការពារដែនអធិបតេយ្យរបស់គេក៏គេវាយយកដណ្ដើមមិនមែនដណ្ដើមយកដីខ្មែរទេគឺដណ្ដើមយកដីថៃទៅឲ្យថៃគ្រប់គ្រងវិញបានចឹងដីនោះគឺជាដីស្របច្បាប់ដែលខ្មែរទៅនៅដោយខុសច្បាប់គេបណ្ដេញដោយស្លូតអត់ព្រមចេញតតែបណ្ដេញដោយកម្លាំងយោធានេះថៃគេនិយាយចឹងហើយស្ដាប់ឲ្យតន់នឹងរឿងជនភៀសសឹកនៅតំបន់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទគេថាឲ្យលោក Thomas Andrews ទៅមើលបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ឡើងវិញគេនិយាយអីពីរឿងព្រំដែនអ្នកណានៅណាអ្នកណានៅហ្នឹងបងប្អូនឃើញខ្ញុំបានប្រាប់បងប្អូនទេដងដាវរបស់យើងគឺនៅលើការដែលប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិតែយើងហុចដងដាវទៅឲ្យថៃដោយម្ដងណាក៏យើងយកថាថៃបំពេញបទឈប់បាញ់នេះដែរតែថៃគេថាគេអត់បានបំពេញបទឈប់បាញ់នេះទេព្រោះបទឈប់បាញ់បានចែងឲ្យថាអ្នកណានៅណាអ្នកនឹងនៅហ្នឹងហើយគេឲ្យលោក Andrew ទៅមើលបទឈប់បាញ់នឹងទៀតថាខ្មែរនិងថៃព្រមព្រៀងគ្នាអ្នកណានៅណានៅហ្នឹងដូច្នេះដោយសារដីនោះជាដីរបស់ថៃស្រាប់ហើយគេវាយបានហើយខ្មែរព្រមព្រៀងអ្នកណានៅណានៅហ្នឹងទៀតដូច្នេះគេអត់អាចឲ្យអ្នកណាចូលទៅវិញបានទេព្រោះដីគេហើយប្រជាពលរដ្ឋខ្មែរដែលចាក់ចេញមកហ្នឹងគឺថៃអត់ដែលហាមឃាត់គេនិយាយចឹងណាបងប្អូនគេថាថៃអត់ដែលហាមឃាត់មិនឲ្យចូលតំបន់ណាដែលមិនមែនជាតំបន់ដែនអធិបតេយ្យថៃដែលគេទាមទារពីយូរហើយតែគេយកអត់តាន់បានទេឥឡូវគេយកបានគឺគេថាតើតាធ្វើសង្គ្រាមព្រោះអីកាលមុនតាមទូតាមអីតវ៉ាខ្មែរអត់ព្រមដកយកមនុស្សចេញពីភូមិហ្នឹងណែគឺគេនិយាយចឹងហ៎បងប្អូនហើយឥឡូវគេយកបាត់ជប់បាញ់ហ្នឹងគេចោទលោក Andrews ថាអត់ទៅសួរគេទេយើងនិយាយព័ត៌មានតែមួយខាងហើយយើងនិយាយបកស្រាយព័ត៌មានមិនពិតទៀតនេះគេចោទកម្ពុជាថាឥឡូវលោក Andrews នេះណាផ្សព្វផ្សាយព័ត៌មានមកជ្រុងហើយអភិបាលខ្មែរអញ្ចឹងនិយាយបង្ខូចរដ្ឋាភិបាលថៃលើឆាកអន្តរជាតិប្រើតារាល្បីដោយ Angelina Jolie ឬក៏អ្នកណាផ្សេងទៀតយកមកបំប៉ោងព័ត៌មានធ្វើឲ្យថៃមិនអាចចរចាជាមួយខ្មែរបានទេព្រោះយើងក្បត់កិច្ចព្រមព្រៀងទៀតទៅទៀតគេចោទយើងថាក្បត់កិច្ចព្រមព្រៀងហ្នឹងដោយសារអីយើងនិយាយកុហកនៅក្នុងបទកិច្ចព្រមព្រៀងហ្នឹងគេថាអត់ឲ្យយើងប្រឌិតព័ត៌មានអំពីរឿងព្រំដែនហ្នឹងកុំឲ្យវាមានឡើងកម្ដៅលៀបពណ៌គ្នាតែយើងនិយាយព័ត៌មានមិនពិតគេថាយើងអត់ស្មោះត្រង់គេអត់អាចចរចាយើងបានអញ្ចឹងគេយកលេសយើងមួយទៀតថាយើងអត់ស្មោះត្រង់ហើយរឿងអត់ស្មោះត្រង់ហ្នឹងគេថាម៉េចគេថារដ្ឋាភិបាលកម្ពុជាអត់ដែលស្មោះត្រង់ទេនិយាយព័ត៌មានប្រខូចថៃរហូតទៅរឿងឈ្លានពានឃើញទេគេថាអញ្ចឹងថាយើងប្រខូចគេរឿងឈ្លានពានយើងព្រមគេនៅណានៅហ្នឹងហើយដីហ្នឹងដីថៃគេដណ្ដើមយកបានហើយយើងចុះហត្ថលេខាជាមួយគេឥឡូវយើងនិយាយថាយើងឈ្លានពានយើងស្អីប៉ះពាល់ដល់ជនភៀសសឹកសូម្បីតែគេថាជនភៀសសឹកហ្នឹងគឺ650,000 នាក់ទៅផ្ទះវិញអស់នៅសល់តែ20000គឺនៅ20000នៅតំបន់ដែលដីហ្នឹងកន្លែងមុនដីគេតាគេនិយាយចឹងគេអត់ឲ្យទៅដោយសារតែយើងព្រមព្រៀងគ្នាណាគេនិយាយថាយើងនឹងប្រខូចព័ត៌មានគេមិនពិតអីអញ្ចឹងទៅអញ្ចឹងគេអត់អាចចរចាជាមួយយើងបានទេព្រោះថាយើងអត់ព្រមឈប់ផ្សព្វផ្សាយព័ត៌មានប្រឌិតបងប្អូនឃើញទេដងដាវដែលយើងមានខ្ញុំប្រាប់ឲ្យថាដងដាវយើងគឺនៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឬក៏តុលាការយុត្តិធម៌អន្តរជាតិយើងទៅយកអាកិច្ចព្រមព្រៀងប័ណ្ណឈប់បាញ់ដែលយើងសញ្ញាឲ្យគេនៅណានៅហ្នឹងមកឲ្យគេចាក់យើងរាល់ថ្ងៃឥឡូវគេមិនត្រឹមតែចាក់យើងទេគេចាក់ដោយលោក Thomas Andrews ទេលោក Thomas Andrews គឺគាត់និយាយការពិតជាក់ស្ដែងក៏ប៉ុន្តែថៃគេថាអាហ្នឹងគឺជាយើងបលឹះព័ត៌មានដោយសារអីយើងនិយាយតែពីជនភៀសសឹកអត់ទៅសួរថៃថាជនភៀសសឹកហ្នឹងថៃដែលគាត់អត់គេថាដែលគាត់ហ៎ជនភៀសសឹក600,000នាក់ជាងគេថាលោក Andrew ក៏រាយការណ៍ថា600,000នាក់ជាងហ្នឹងទៅអស់ហើយនៅសល់តែ20000ឬក៏សល់ប្រមាណគាត់ថាដោយសារតំបន់ព្រៃច័ន្ទភូមិជោគជ័យហ្នឹងជាតំបន់ដែលថៃគ្រប់គ្រងចង់និយាយថាដីថៃគេឲ្យយើងនៅតាំងពីចំនួនជនភៀសសឹកយើងព្រមមកវិញហើយយើងថាអត់មើលប្រវត្តិសាស្ត្រអត់មើលអីថៃគេចាប់ទៀតគេនិយាយពីរឿងដែលលោក Thomas Andrew គាត់និយាយពីរឿងជនតវ៉េចំណាក់ស្រុក900,000នាក់ជាងហើយបងប្អូនលោក Thomas Andrew យករបាយការណ៍នេះខ្ញុំជឿថាពីអង្គការសង្គមស៊ីវិលនៅមូលដ្ឋានជាពិសេសគឺអង្គការសង្ត្រាល់ដែលគាត់សរសេររបាយការណ៍នេះយូរហើយ Andrew ក៏ជួបអង្គការទាំងអស់នេះដែរដូច្នេះខ្ញុំមិនភ្ញាក់ផ្អើលអីទេគាត់ថាដែរមានជាង900,000នាក់ក៏ប៉ុន្តែ900,000នាក់ហ្នឹងមកហ្នឹងអត់មានការងារធ្វើច្រើនណាស់
ដោយសារតែសង្គ្រាមព្រំដែនហើយជនភៀសសឹកវិលមកផ្ទះវិញ9សែននាក់លោក Thomas Andrew ថានេះក៏ជាការរំលោភសិទ្ធិមនុស្សមួយដែរដោយសារអីអ្នកទាំងនោះមកអត់មានការងារធ្វើគាត់ប៉ះពាល់ទាំងសុខបញ្ហាហិរញ្ញវត្ថុបញ្ហាជីវភាពរស់នៅម្ហូបអាហារថ្នាំសង្កូវឬក៏ការងារធ្វើអីឡាក់នឹងឡាក់ថៃគេថាលោក Andrew នឹងចោតប្រកាន់រឿងជនចំណាក់ស្រុក9សែននាក់ហ្នឹងមកវិលមកវិញគឺដោយសារថៃគេអះអាងថាផ្សាយព័ត៌មានមិនពិតរកអត់ទៅមើលថៃអត់ដែលបានបដិញជនជាតិខ្មែរដែលជាពលករចំណាក់ស្រុកឲ្យមកវិលមកស្រុកវិញទេខ្លាចតែខ្មែរវិលមកស្រុកវិញអត់កម្លាំងពលកម្មនៅថៃផងថៃគេនិយាយចឹងគេអត់ដែលធ្វើយុទ្ធនាការឲ្យពលករខ្មែរត្រូវតែវិលមកស្រុកខ្មែរវិញទៅពេលសង្គ្រាមទេផ្ទុយទៅវិញគេថាមកពីខ្មែរហ្នឹងធ្វើនយោបាយខ្លួនឯងគម្រាមកំហែងពលរដ្ឋខ្មែរនៅឯថៃហ្នឹងថាអញ្ចេះអញ្ចោះអត់មានឲ្យប្លង់កម្មសិទ្ធិដីធ្លីអីបើអត់មកក្បត់ជាតិក្បត់អីអញ្ចឹងទៅគឺនឹងនៅស្រុកថៃនឹងរហូតអីអញ្ចឹងទៅហើយអញ្ចឹងគ្នាភ័យក៏មកទៅនេះថៃគេនិយាយចឹងគេយករួចខ្លួនបានមួយទៀតហ្នឹងរឿងពីរហ្នឹងដែលថៃហៅរឿងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ